ឥឡូវយើងក៏លេងមកតាមដានទស្សនាវគ្គថ្មីជាបន្តទៅប្រិមិត្តចឹងនៅក្នុងហេតុការណ៍រឿងរ៉ាវដ៏គួរឲ្យចម្លែកមែនទែនសម្រាប់យុវជនមួយក្រុមដែលគាត់បានធ្វើដំណើរទៅកាន់ទីកន្លែងគីនិយាយទៅគឺថាទីចាស់ៗឬក៏ផ្ទះចាស់ៗដែលគេបានបោះបង់ចោលណាហើយនៅក្នុងពេលរាត្រីយកយន្តកាន់តែហើយitu kasagrawa hao របស់គាត់នឹងថតលក្ខណៈបែបលេងទេហើយក៏ប្រទេសរឿងដ៏ចៃដន្យបានជួបនៅហេតុការណ៍រឿងរ៉ាវដ៏គួរឲ្យព្រឺក្បាលមែនទែនប្រិមិត្តនៅអ្វីដែលបងប្អូនយើងបានឃើញហើយគឺមានអ្វីមួយយ៉ាងគឺធ្វើការលក្ខណៈអើតមកមើលពួកគាត់ផ្ទាល់នឹងតែម្ដងលក្ខណៈសភាពមើលទៅវាហាក់បីដូចជាមិនមែនជាមនុស្សទេវាបើយើងនិយាយឲ្យខ្លីទៅវាដូចជាលក្ខណៈថាប្រភេទពពុះអាមនោះណាហើយបងប្អូនតែងតែនិយាយថាខ្មោចលងណាអូខេតោះឥឡូវយើងបញ្ចប់វគ្គនឹងប្រហែលប៉ុណ្ណឹងហើយយើងចូលវគ្គថ្មីអញ្ចឹងនៅក្នុងវគ្គទី2នេះក៏មិនខុសប្លែកអីប្រហែលនៅក្នុងវគ្គទី1ដែរឥឡូវបងប្អូនយើងទៅលេខទៅមើលនៅក្នុងរំពងមូលក៏ដូចជាសញ្ញាព្រួយដែលធ្វើការបាញ់ទៅលើរូបថតផ្ទាល់នឹងតែម្ដងហើយតើភាពនេះគឺថតចេញអំពីលក្ខណៈដូចជាព្រះពីសាសនាមួយកន្លែងយើងនិយាយថាអ៊ីស្លាមណាបងប្អូនយើងមកមើលនៅក្នុងរូបថតនោះគឺមានសភាពខុសលក្ខណៈបែបប្រក្តីគឺមានអាការៈរឹកពីគឺថាគួរឲ្យខ្លាចមែនទេប្រិមិត្តបើថារូបថតនៅក្នុងរូបថតហ្នឹងគឺមានលក្ខណៈបែបចលនាវាហាក់បីដូចជាមានអ្វីមួយយ៉ាងគឺកំពុងតែស្ថិតនៅទីតាំងនឹងផ្ទាល់នឹងតែម្ដងអាហ្នឹងបើយើងមើលទៅលក្ខណៈគឺការថតរបស់គាត់នឹងបែបជារឿងដ៏ចៃដន្យហើយរឿងដែលមិនបានបំរុងទុកនឹងដែរស្រាប់តែបានឃើញនៅសភាពបែបហ្នឹងផ្ទាល់ដោយអ្វីដែលបងប្អូនយើងបានឃើញចឹងហើយប្រិមិត្តហ្នឹងគឺការលក្ខណៈថតបាសរចៃដន្យអូខេតោះឥឡូវយើងងាកមកមើលនៅរឿងរ៉ាវដ៏ចម្លែកជាបន្តមួយទៀតចឹងនៅក្នុងហេតុការណ៍រឿងរ៉ាវមួយនេះគឺចង់សរបញ្ជាក់ក៏ដូចជាហេតុការណ៍ដែលខ្លួនគាត់ផ្ទាល់បានជួបនឹងតែម្ដងហើយទីតាំងនេះគឺស្ថិតនៅក្នុងបន្ទប់ទឹកនៃផ្ទះរបស់គាត់នឹងផ្ទាល់នឹងតែម្ដងគឺមានសភាពមើលទៅវាហាក់បីដូចជាគួរឲ្យព្រឺព្រួយដែរប្រិមិត្តហើយបំណងសោតមើលភ្លើងឯទៅលក្ខណៈរៀងដាច់ហើយគាត់ទៅប្រចាំង7ហើយជាលឺសំឡេងអ្វីមួយយ៉ាងនៅក្នុងបន្ទប់ទឹកនោះផ្ទាល់តែម្ដងអញ្ចឹងរឿងពេលរាត្រីណាព្រឺដែរប្រិមិត្តអញ្ចឹងគឺគាត់ចូលរកមើលទៅគាត់ឃើញតែមួយសន្ទុះក្រោយមកនោះក៏ស្រាប់តែគាត់បានឃើញអ្វីមួយយ៉ាងគឺលក្ខណៈលិចនៅរូបរាងនឹងផ្ទាល់នឹងតែម្ដងប្រិមិត្តដែលអ្វីដែលបងប្អូនយើងបានឃើញហើយនៅកន្លែងសញ្ញាពណ៌ក្រហមមិញដូចមានលក្ខណៈស្ត្រីម្នាក់គឺចេញរូបរាងមកផ្ទាល់ហើយក៏បានបាត់ទៅយ៉ាងលឿននឹងតែម្ដងហើយធ្វើឲ្យគាត់នឹងគឺមានអារម្មណ៍មួយថាគឺគួរឲ្យព្រឺព្រួយមែនទែនពេលដែលបានជួបនៅហេតុការណ៍បែបនេះហើយមិនថាខ្ញុំមិនថាគេទេសភាពបែបហ្នឹងក៏ឡាយសិនហីប្រិមិត្តចើណាតោះឥឡូវយើងមកមើលនៅហេតុការណ៍បន្តមួយទៀតមកហើយរឿងរ៉ាវនេះគឺចង់បង្ហាញអំពីហេតុការណ៍ដែលបរិមម្នាក់ហ្នឹងគឺគាត់បានធ្វើដំណើរនៅក្នុងពេលរាត្រីអញ្ចឹងណាហើយឆ្លងកាត់នៅកំណាត់ផ្លូវមួយកន្លែងហើយពេលដែលគាត់កំពុងតែធ្វើដំណើរសក់នោះក៏ស្រាប់តែដល់ទីតាំងមួយទៅលក្ខណៈរៀងអូភ័យចាលដែរណាអូភ័យធ្វើដំណើរនៅក្នុងពេលរាត្រីពេលក៏ជួបរឿងរ៉ាវដ៏ចម្លែកមិនជួបអូភ័យចេះដល់អ្វីដែលបងប្អូនយើងបានឃើញក៏ស្រាប់តែមានឃើញនៅរបស់ពណ៌សម្យ៉ាងគឺហោះកាត់នៃលក្ខណៈរៀងជ្រុងផ្លូវហើយគាត់កំពុងតែធ្វើដំណើរហ្នឹងក៏បាត់តែម្ដងលក្ខណៈចេញមកស្រស់ហើយស្រែងនឹងមែនតែប្រិមិត្តជានៅក្នុងតថភាពនេះខ្ញុំក៏មិនដឹងថាវាជាលក្ខណៈការជួបបែបខ្មោចលងឬក៏ជាលក្ខណៈការសម្ដែងយ៉ាងម៉េចក៏យើងអត់ដឹងដែរប៉ុន្តែអ្វីដែលចង់បង្ហាញឲ្យបងប្អូននេះបានទស្សនាគឺដូចនៅក្នុងរូបហ្នឹងអញ្ចឹង Oh my god
តោះឥឡូវយើងមកកាន់វគ្គបញ្ចប់នឹងផ្ទាល់ឡើងតែម្ដងឥឡូវយើងមកមើលក្រុម បងបងប្អូនយូរអ្វីមួយក្រុមគឺគាត់ធ្វើដំណើរលក្ខណៈបែប travel ឬក៏លក្ខណៈបែប blog ទៅកាន់តំបន់មួយកន្លែងលក្ខណៈរៀងព្រៃភ្នំហើយពេលគាត់បានមកដល់នៅចំណុចនោះគឺស្រាប់តែបានឃើញនៅរបស់របរក៏ដូចជាទីតាំងមួយហ្នឹងវាហាក់បីដូចជាចម្លែកមែនទែនលក្ខណៈឃើញមកដូចលក្ខណៈកន្លែងមនុស្សនៅមានតង់មានអីចឹងទៅនៅក្នុងព្រៃភ្នំហើយគាត់ក៏មានរឿងមួយដ៏ចម្លែកដែរថាឆ្ងល់ថានៅកណ្ដាលព្រៃភ្នំហើយស្រាប់តែមានអ្វីមួយយ៉ាងដ៏ចម្លែកមែនទែនឥឡូវគាត់ចាប់ដើមលើសំឡេងអ្វីហើយដូចជាស្រួលឯប្រហែលនេះប្រិមិត្តតែគាត់មិនទៅជាអីរន្ធត់អីណាស់ណានោះទេគាត់ថាគាត់តាមដានសលេងទៅក៏ស្រាប់តែឃើញនៅមនុស្សម្នាក់មានភ្លើងដុតនៅក្បែរអាការៈរឹកពៀននោះលក្ខណៈរៀងប្រពនៅវិធីសាសនាអ្វីមួយយ៉ាងមានដូចក្បាលគោឬក៏ក្បាលក្របីក៏យើងមិនដឹងដែរប៉ុន្តែអាការៈរឹកពៀនរបស់គាត់មើលទៅគឺគួរឲ្យខ្លាចមែនទេចឹងគឺគាត់បានលួចថតចឹងទៅក៏ស្រាប់តែម្នាក់ហ្នឹងគឺឃើញគាត់នឹងតឡើងទៅព្រោះគាត់ហ្នឹងគឺភ័យខ្លាចក៏រត់ចាក់ចេញអំពីទីតាំងនឹងតឡើងទៅក៏មិនក៏មើលទៅពិតជាគួរឲ្យខ្លាចមែនទេបាទគេតោះឥឡូវយើងបញ្ចប់បានទៅចោះប្រិមិត្តបាទសូមអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនមកតាមដានទស្សនាមានការអធិប្បាយនិងការរៀបចំនៅខ្ញុំបាទនៅផ្ទាល់នៅផងដែរខ្ញុំបាទក៏សូមខន្តីអភ័យទោសរាល់នៅកំហុសខុសឆ្គងពីពេចការអធិប្បាយទៅមិនត្រូវទំនងត្រង់ចំណុចណាមួយក៏សូមអធិស្ឋានហើយចុងក្រោយបងប្អូនដែលមិនទាន់បាន Subscribe សូមមេត្តា Subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណហើយយើងចាំជួបគ្នានៅវគ្គក្រោយជាបន្តទៀតបាយបាយ